ទុកងថ្មីនៅក្នុងបរិវេណនៃវត្តសេរីបន្ទាយដែកបាទទើបតែតម្លើងនឹងកាយខ្ទង់ថ្មីក្រុមកម្លាំងចម្រុះនៃទុកងក្នុងបរិវេណនៃវត្តសេរីបន្ទាយដែកហត់ណែតមេប៉ោះនោះមេប៉ោះឃុំបន្ទាយដែកបាទបងប្អូនជនរួមជាតិចាស់ព្រឹទ្ធាចារ្យគណៈកម្មការនៃវត្តសេរីបន្ទាយដែកដែលមានព្រះគ្រូចាតិកាប្រនាមប៉ានមនីឧត្តមបាទលោកព្រះអង្គនិងគណៈកម្មការចាស់ព្រឹទ្ធាចារ្យនៃវត្តសេរីបន្ទាយដែកបានដំឡើងទូកងថ្មីនិងជួសជុលទូកងថ្មីបាទចំនួន2គ្រឿងនេះជាងនឹងក្រុមអ្នកប្រណាំងទូកងរិទ្ធីចេស្តាកុមារពេជ្របាទកែលម្អបាទដើម្បីយកទៅត្រៀមលក្ខណៈប្រកួតប្រជែងនៅពេលខាងមុខនេះបាទហើយបងប្អូនប្រជាពលរដ្ឋនិងអ្នកស្រឡាញ់នៅវិស័យទូកងនេះបាទលោកអញ្ជើញមកចូលរួមមើលនៃការដំឡើងនិងការរៀបចំនៃទូកងថ្មីដែលមានឈ្មោះថារិទ្ធីចេស្តាកុមារពេជ្រនេះបាទនៅក្នុងបរិវេណនៃវត្តសេរីបន្ទាយដែកបាទកាយខ្ទង់ឡើងបាទដល់ជួរក្រុមជាងជំនាញបាទមកពីបណ្ដាខេត្តនានាដែលលោកមានបទពិសោធន៍នៅក្នុងការរៀបចំនិងការដំឡើងទូកងកែលម្អទូកងថ្មីនេះបាទនេះបាទនេះខ្ញុំបាទមកផ្ដិតយករូបភាពសម្រាប់បងប្អូនដែលស្រឡាញ់នៅវិស័យទូកងនៅតាមបណ្ដាវត្តនីមួយនៅក្នុងដែនដីនៃប្រជាណាចក្រកម្ពុជារបស់យើងនៅថ្ងៃបាទសុក្រទី29ខែវិច្ឆិកាឆ្នាំ2025នេះបាទហើយបងប្អូនជនរួមជាតិជាក្រុមកីឡាករបងប្អូនជាប្រជាពលរដ្ឋគណៈកម្មការចាស់ព្រឹទ្ធាចារ្យនៃវត្តបាទលោកបានមកមើលអំពីការរៀបចំនិងការកែលម្អដើម្បីយកល្បឿនក្នុងការប្រកួតប្រជែងប្រណាំងទូកងនៅពេលខាងមុខនេះបាទនេះទូកងដែលមានឈ្មោះថារិទ្ធីចេស្តាកុមារពេជ្រនៅក្នុងទឹកដីនៃវត្តសេរីបន្ទាយដែកឃុំបន្ទាយដែកស្រុកគៀនស្វាយខេត្តកណ្ដាលភូមិកណ្ដាលលើបាទបាទវត្តសេរីបន្ទាយដែកមានទូកងនៅក្នុងរោងនោះចំនួន5គ្រឿងហើយជួសជុលមួយនេះ6គ្រឿងបាទហើយសិតតែដំឡើងថ្មីជួសជុលឲ្យរៀងយឺតបន្តិចហើយជាងមកកែលម្អបាទបងប្អូនជនរួមជាតិឃើញហើយបាទសម្រាប់បងប្អូនដែលលោកស្រឡាញ់នៅវិស័យការប្រណាំងទូកងបណ្ដាវត្តនីមួយនៅក្នុងដែនដីនៃប្រជាណាចក្រកម្ពុជាយើងបាទ